សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងមេរៀន Photoshop អញ្ចឹងជាដំបូងនេះខ្ញុំនឹងចង់ប្រាប់ទៅបងប្អូនថាខ្ញុំនឹងរៀបមេរៀនជាមេរៀនទី1ទី2ហើយអញ្ចឹងទៅឥឡូវជាហ៊ានដំបូងមេរៀនទី1របស់យើងនេះខ្ញុំចង់មកណែនាំពាក់ព័ន្ធជាមួយនឹងការបង្កើត document ឬក៏បង្កើតក្រដាសដើម្បីយើង design អញ្ចឹងជាហ៊ានដំបូងគឺយើងត្រូវការបង្កើតក្រដាសដើម្បីយើងទាញ template ទាញ layer ទាញអីដើម្បីធ្វើការរចនាធ្វើការ design អញ្ចឹងទៅអូខេជាហ៊ានដំបូងនេះគឺយើងចូលមកកាន់ Photoshop យើងបើកវាមកអូខេឥឡូវនេះវាពងតដើរឲ្យវាដើរពេញសិនអូខេឥឡូវវាចេញហើយអញ្ចឹងពេលដែលបើកហើយគឺវាចេញជាផ្ទាំងបែបនេះមួយអញ្ចឹងសួរថាតើធ្វើម៉េចទើបអាចបង្កើត document ឬក៏ជាក្រដាសបានអញ្ចឹងជាហ៊ានដំបូងបងប្អូនមើលមកខាងលើនេះអញ្ចឹងខាងលើនេះវាគឺជា menu អញ្ចឹងយើងមើលមកពាក្យថា file នេះមកហើយយើងនឹងឃើញពាក្យថា new ហើយបញ្ជាក់បន្តិចពាក់ព័ន្ធជាមួយនឹង control N នេះវាគឺជា shortcut អញ្ចឹងបងប្អូនអាចចុច shortcut ក៏បានដែរគ្រាន់តែចុចថា control N មកវានឹងចេញជាផ្ទាំងក្រដាស new មកមួយឯងអញ្ចឹងបើសិនជាអត់ទេយើងយកពាក្យថា new អញ្ចឹងមកអូខេបន្តមកទៀតវានឹងចេញជាលក្ខណៈផ្ទាំងបែបនេះមួយទៀតអញ្ចឹងនៅក្នុងនោះវាមានលក្ខណៈជាច្រើនក្នុងការ design អញ្ចឹងវាមានដូចជា resin វាមានដូចជា cell វាមានដូចជា photo print art illustration web mobile film and video អញ្ចឹងទៅហើយជាក់ស្ដែងគឺខ្ញុំកំណត់នៅក្នុងនេះហ្មងទៅខ្ញុំអត់ចង់វែងឆ្ងាយទេដោយសារខ្ញុំបង្កើតជាលក្ខណៈ poster ដើម្បីផុសទៅលើ Facebook អីអញ្ចឹងទំហំរបស់ខ្ញុំគឺខ្ញុំយកអត់យកធំពេកទេគឺខ្ញុំយកត្រឹម1080ហើយក្នុងនេះគឺខ្ញុំដាក់ pixel បើយើងយកជាសង់ទីម៉ែត្រមីលីម៉ែត្រអីអាហ្នឹងគឺយើង design ជាប្រភេទផ្សេងអីចឹងទៅតែបើយើង design ត្រឹម poster សម្រាប់ផុស Facebook ឬក៏អីយើងអាចយកជា pixel ហើយកន្លែងនេះខ្ញុំដាក់តែ1080ចឹងទៅយកវាជាលក្ខណៈ4ជ្រុងឲ្យស្មើគ្នាកន្លែងនេះគឺយើងអាចយកជាផ្ដេកជាបញ្ឈរបើសិនជាទំហំកន្លែងនេះយើងកំណត់ខាងណាធំជាងចឹងទៅហើយ artboard នេះគឺកន្លែង artboard នេះគឺសំខាន់អញ្ចឹងអូខេទីទៀតខ្ញុំនឹងបញ្យល់ពាក់ព័ន្ធជាមួយនឹង artboard ឥឡូវខ្ញុំបង្កើតក្រដាសនេះសិនតែខ្ញុំអត់ទាន់ប្រើ artboard នេះទេតែខ្ញុំនឹងបង្ហាញថាអត់មាន artboard ហ្នឹងតែយើងអត់អាចធ្វើអីបានអញ្ចឹងទៅអូខេយើងមើលមក resolution កន្លែងនេះយើងយក300អញ្ចឹងមកហើយយើងយកជា pixel ink អញ្ចឹងមកកន្លែងនេះគឺយើងយក RGB color 8 bit ធ្វើត្រូវហើយ background content នេះគឺយើងដាក់ white ហ្នឹងមកគឺមានពណ៌ខ្មៅមានអីផ្សេងទៀតហើយ custom ក៏បានដែរតែខ្ញុំអត់ចង់ទេគឺខ្ញុំចង់ដាក់ពណ៌សហ្នឹងអូខេហើយខ្ញុំយកពាក្យថា create មកអញ្ចឹងវានឹងចេញផ្ទាំងបែបនេះមកមួយឯងអូខេឥឡូវខ្ញុំបញ្ជាក់តិចពាក់ព័ន្ធជាមួយនឹងកន្លែង artboard អញ្ចឹងខ្ញុំសាកទាញរូបនេះចូលមួយសិនអូខេអញ្ចឹងបានន័យថាក្រដាសមួយនេះគឺវាអត់មាន artboard ទេអញ្ចឹងសួរថាតើខ្ញុំទាញរូបនេះចេញទៅខាងក្រៅនេះបានអត់អញ្ចឹងខ្ញុំសាកទាញសិនអញ្ចឹងដូចជាបងប្អូនឃើញអីនេះរូបវានៅខាងក្រៅតែវាអត់មានឲ្យយើងឃើញទេដោយសារវានៅក្រៅក្រដាសរបស់យើងនេះអញ្ចឹងខ្ញុំ control សិនមួយអូខេខ្ញុំនឹងបង្កើតក្រដាសមួយទៀតខ្ញុំយក1080ដែរហើយខ្ញុំយកកន្លែងនេះ tick artboard អូខេខ្ញុំយកពាក្យថា create មកអញ្ចឹងបងប្អូនឃើញហើយកន្លែងនេះគឺមានពាក្យថា artboard អញ្ចឹងយើងអាចបដូរឈ្មោះវាបានឃើញទេយើងអាចដាក់អីក៏បានដែរយើងអាចដាក់តេស្តអញ្ចឹងទៅឥឡូវខ្ញុំបាន artboard នេះមួយខ្ញុំនឹងទាញរូបនេះចូលម្ដងទៀតហើយខ្ញុំនឹងធ្វើដូចអានេះខ្ញុំធ្វើដូចអាចាស់អញ្ចឹងអានេះអត់ artboard ទេអានេះមាន artboard ហើយខ្ញុំនឹងទាញវាចេញមកឃើញទេអញ្ចឹងបងប្អូនមើលពេលដែលខ្ញុំដាក់ artboard វាងាយស្រួលក្នុងការយើងឧទាហរណ៍ថាយើងចង់បាន template ណាមួយយកមក design តាមយើងទាញដាក់មកជាហៀងមកហើយក្នុងនេះយើង design អីចឹងទៅយើងសេជាអក្សរយើង design ទៅអ្វីដែលយើងចង់បានចឹងទៅវាងាយស្រួលតែបើក្នុងនេះគឺយើងទាញមកឃើញទេឃើញអត់អញ្ចឹងវាពិបាកក្នុងការរចនាដែរ
ជាទូទៅខ្ញុំភាគច្រើនគឺខ្ញុំធីកយក Artboard ដើម្បីខ្ញុំទាញមកដើម្បីងាយស្រួលក្នុងការមើល template អូខេសម្រាប់មេរៀនទី1នេះការបង្កើតក្រាស់នេះគឺដូចមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយ